ប្រទេសខ្មែរអស្ចារ្យបំផុតខ្ញុំស្រឡាញ់ខ្លាំងណាស់អន្តរយ៉ាងឯងកន្លែងសាធារណៈដែលស្អាតបំផុតនៅលើโลกនេះប្រាសាទអង្គរគួរតែមានបន្ទប់ទឹកស្អាតសមរម្យទទួលភ្ញៀវបងប្អូនទាំងគ្នាបានស្ដាប់បងអូនស្រីដែលបាននិយាយថាខ្មែរអស្ចារ្យបំផុតហើយគាត់ស្រឡាញ់ខ្មែរហើយអន់តែកន្លែងសាធារណៈដែលស្អាតបំផុតគឺអង្គរវត្តខ្វះបន្ទប់ទឹកដែលសមរម្យបាទសម្រាប់ភ្ញៀវទេសចរបងគ្រប់ត្រូលនៅអ្វីដែលបងអូនលើកឡើងថាខ្មែរអស្ចារ្យហើយស្រឡាញ់ប៉ុន្តែមិនគ្រប់ត្រូលនៅអ្វីដែលបងអូនលើកឡើងថាអង្គរវត្តគឺគ្មានបន្ទប់ទឹកដែលមានអនាម័យឬក៏ដែលល្អសម្រាប់ភ្ញៀវទេសចរសម្រាប់ខ្ញុំបានទៅលេងអង្គរវត្តតាំងពីឆ្នាំ2001ហើយរហូតដល់ឥឡូវនេះនៅឆ្នាំ2025ហើយអញ្ចឹងមានន័យថា24ឆ្នាំហើយនៅក្នុងរយៈពេល24ឆ្នាំហ្នឹងប្រហែលជាខ្ញុំអាចទៅច្រើនជាង10ដងសម្រាប់អង្គរវត្តខ្ញុំសង្កេតឃើញថាมันមានជាបញ្ហាអីសម្រាប់បន្ទប់ទឹកនោះទេសម្រាប់ខ្ញុំគិតថាសមរម្យហើយដែលមានបន្ទប់ទឹកច្រើនកន្លែងហើយធំទៀតវាសមល្មមនឹងភ្ញៀវទេសចររាល់ពេលដែលខ្ញុំទៅបន្ទប់ទឹកមិនដែលឃើញថាស្ទះឬក៏ភ្ញៀវ complain ដែលបន្ទប់ទឹកមិនស្អាតនោះទេសម្រាប់ខ្ញុំជាក់ស្ដែងក៏ធ្លាប់បានដើរនៅក្រៅប្រទេសតំបន់ទេសចរគេគួរសមដែរហើយក៏មិនដែលឃើញថាបន្ទប់ទឹករបស់គេអស្ចារ្យជាងយើងប្រហែលដែរក្នុងករណីដែលមាននៅភ្ញៀវទេសចរច្រើនលើសលប់ក៏គេធ្វើឲ្យស្តង់ដារឲ្យច្រើនទៅតាមនោះទៅប៉ុន្តែជាក់ស្ដែងអង្គរវត្តរបស់យើងភ្ញៀវទេសចរក្នុងមួយថ្ងៃប្រហែលហើយបន្ទប់ទឹកហ្នឹងតើស្ទះទេហើយដែលមានបញ្ហាទេធំក្លិនទេសម្រាប់ខ្ញុំគិតថាมันមានបញ្ហាទេនាំគ្នាស្រឡាញ់ខ្មែរអភិរក្សទាំងអស់គ្នាហើយខ្ញុំក៏មិនមែនការពារនៅអ្វីដែលជាភាពអវិជ្ជមានសម្រាប់សង្គមជាតិយើងដែរកន្លងមកខ្ញុំក៏តែងតែនិយាយតែថានៅក្នុងរឿងដែលមិនប្រក្រតីមិនថានៅក្នុងពុទ្ធចក្រឬក៏អនាចក្រទេប៉ុន្តែរឿងដែលបងអូនស្រីលើកឡើងនេះខ្ញុំគិតថាมันមានជាបញ្ហាទេសំឡេងសាររបស់បងអូនស្រីនេះបើសិនជាទៅកាន់មនុស្សដែលមិនធ្លាប់ទៅគឺអាចនឹងអវិជ្ជមានថាអង្គរវត្តគឺកន្លែងដែលมันមានអនាម័យល្អពិសេសរឿងបន្ទប់ទឹកនឹងតែម្ដងបាទខ្ញុំមានប៉ុណ្ណឹងអរគុណខ្មែរស្រឡាញ់ខ្មែរ